លោក Donald Trump គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកដែលត្រូវបានឃាតករប៉ុនប៉ងធ្វើឃាតរូបលោកចំនួន4លើកធំតែមិនបានសម្រេចហើយលោក Donald Trump ក៏ជាប្រធានាធិបតីដែលបានជាប់ឆ្នោតពីអាណត្តិផ្សេងគ្នាក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិកផងដែរលើកទី1ក្នុងឆ្នាំ2017លោកបានឈ្នះឆ្នោតលើលោកស្រី Hillary Clinton ក្នុងតំណែងជាប្រធានាធិបតីទី45របស់សហរដ្ឋអាមេរិកចំណែកឯលើកទី2ក្នុងឆ្នាំ2025លោកបានឈ្នះឆ្នោតលើលោកស្រី Kamala Harris ក្នុងតំណែងជាប្រធានាធិបតីទី47ក្នុងអាណត្តិទី2របស់លោក Donald Trump លោកបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងក្រោមក្រសែភ្នែករិះគន់រូបលោកផងក៏មានការកោតសរសើរអំពីការដឹកនាំរបស់លោកផងដែរជាក់ស្ដែងដូចជានៅថ្ងៃសៅរ៍ទី3ខែមករាកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការចាប់ខ្លួនលោក Nicolas Maduro ដែលជាប្រធានាធិបតីរបស់ប្រទេស Venezuela ក្នុងលំនៅឋានដែលលោកកំពុងស្នាក់នៅទាំងកណ្ដាលរាត្រីដោយក្រសួងយុត្តិធម៌អាមេរិកបានចោទលោក Nicolas Maduro ពីបទឧក្រិដ្ឋកម្មគ្រឿងញៀនហើយបច្ចុប្បន្ននេះលោក Nicolas Maduro កំពុងតែជាប់ឃុំក្នុងពន្ធនាគារក្នុងទឹកដីសហរដ្ឋអាមេរិកផងដែរ